នៅក្នុង Excel មាន feature camera មួយដែលហៅអ្នកទាំងអស់គ្នាមិនដឹងអញ្ចឹង feature camera ហ្នឹងអាចអនុញ្ញាតឲ្យអ្នកទាំងអស់គ្នា screenshot ទៅលើ data ដែលមាននៅក្នុងឯកសាររបស់យើងអញ្ចឹងដើម្បីដាក់ feature មួយហ្នឹងអ្នកទាំងអស់គ្នាចូលមកកាន់ចំណុចត្រង់នេះតើមកអ្នកទាំងអស់គ្នារើសពាក្យថា more commands អញ្ចឹងវានឹងបង្ហាញទ្រង់ទ្រីបែបនេះតើមកអ្នកទាំងអស់គ្នាចុចចំកន្លែង popular command នេះយើងរើសពាក្យថា all commands បន្តមកទៀតអ្នកទាំងអស់គ្នា scroll មកខាងក្រោមរហូតដល់ឃើញ feature មួយឈ្មោះថា camera បន្តមកអ្នកទាំងអស់គ្នាចុចពាក្យថា add ហើយបន្តមកយើងចុចពាក្យថា OK អញ្ចឹងវានឹងបង្ហាញ icon camera នៅលើនេះបន្តមកបើសិនបើយើងចង់ screenshot ទិន្នន័យដែលមាននៅក្នុងឯកសាររបស់យើងត្រូវ select បែបនេះមកហើយបន្តមកយើងចុច icon បែបនេះហើយបន្តមកបើយើងចង់ pass អញ្ចឹងយើងចូលទៅខាង sheet មួយទៀតយើងចុចមកខាងឆ្វេងអញ្ចឹងវានឹង pass នៅ screenshot ដែលយើងបាន select មិញប៉ុន្តែអ្វីដែលជាមុខងារពិសេសរបស់វានោះនៅពេលដែលយើងចូលមកកាន់ original data របស់យើងនេះអញ្ចឹងនៅពេលដែលខ្ញុំ update cell ណាមួយអញ្ចឹង screenshot មួយនេះវានឹងធ្វើការ update ទៅតាមដែរឥឡូវឧទាហរណ៍ខ្ញុំចូលមកកាន់ original data នេះឧទាហរណ៍ខ្ញុំដូរដាក់លេខ10ត្រង់នេះខ្ញុំដាក់លេខ10អញ្ចឹង10 + 10គឺស្មើនឹង20អញ្ចឹងយើងចូលទៅមើល screenshot ឯកសាររបស់យើងអញ្ចឹងគឺវានឹងធ្វើការ update ទៅតាម original data របស់យើងដែរ